សួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប set switch date របស់រថយន្ត Hyundai Staria 024 បាទបងប្អូនគ្រាន់តែចុចទៅលើ menu នេះចុចទៅលើរកពាក្យ setting ចុចពាក្យ setting ហើយបងប្អូន scroll កន្លែងមានឡើងចុះនេះមកទៅរកពាក្យ convenient ហើយយើងคลิกពីលើនឹងមកបន្ទាប់មកយើងចូលទៅកាន់ switch interval បន្ទាប់មកយើងចុច click លើវាហើយនឹងចេញសញ្ញាបែបនេះបងប្អូនគ្រាន់តែចុចនៅពាក្យ reset យើងចុច reset គេសួរយើងហើយថា reset time and distance យើងអូខេមកខាងក្រោមនេះគឺយើងបដិសេធ no ខាងលើនេះយើងចុច yes បាទយើងចុចបែបហ្នឹងហើយជាការស្រេច reset and switch interval reminder time and distance is okay អញ្ចឹងយើងប្រឡូតវិញមកបាទបន្ទាប់មកយើងចុចបញ្ឆេះវិញមកថាវាបាត់សញ្ញា switch ហើយឬនៅអូខេអញ្ចឹងសញ្ញាត្រូវបានបាត់អរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ